ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសម្រាប់ថ្ងៃនេះដែរជួបជាមួយនឹងខ្ញុំសុករីមនាងខ្ញុំនឹងមកចែករំលែកតាក់ទងទៅនឹងចំណីសត្វដែលខ្ញុំប្រើក្នុងការចិញ្ចឹមសត្វជ្រូករបស់ខ្ញុំនេះជាសកម្មភាពដែលប្តីរបស់ខ្ញុំកំពុងតែប្រមូលចោអាសូឡាដើម្បីយកទៅលាយឲ្យចំណីសត្វជ្រូកស៊ីចាសម្រាប់អ្នកដែលចិញ្ចឹមសត្វអាចចិញ្ចឹមចោអាសូឡាទុកធ្វើជាចំណីសត្វបានមិនថាជ្រូកមាន់ទាបងប្អូនអាចយកមកប្រើបានចានេះគឺជាសកម្មភាពនៅក្នុងការលាយចំណីពេលដែលយើងត្រៀមចាក់អសូឡាហើយគឺយើងមានអាហារសម្រាប់រូបបងប្អូនដែលយើងទិញយកមកពីទីផ្សារបងប្អូនចង់យកចំណីប្រភេទណាក៏បានដែរដែលប្រើសម្រាប់ជ្រូកចាប់ពី2ខែឡើងទៅព្រោះជ្រូករបស់ខ្ញុំបាន2ខែហើយអញ្ចឹងណាបងប្អូនអញ្ចឹងយើងលាយតែបន្តិចទេដើម្បីកាត់បន្ថយដើមទុនកុំឲ្យយើងចំណាយលុយច្រើនដើម្បីទិញចំណីសត្វនៅទីផ្សារបងប្អូនអានេះគឺយើងធ្វើការកូរវាចាច្បល់ចូលគ្នាឲ្យសព្វសិនហើយបន្ទាប់មកគឺយើងយក premix យកមកលាយជាមួយនឹងចំណីសត្វរបស់យើងគឺដើម្បីជំរុញដល់ការលូតលាស់របស់សត្វឲ្យកាន់តែល្អឡើងអានឹងជួយឲ្យសត្វធំហ៎បងហើយបន្ទាប់មកទៀតគឺយើងបន្ថែមជាមួយនឹងកន្ទក់ចាបងប្អូនកន្ទក់គឺស្រួលរកទិញទេនៅតាមស្រុកស្រែនេះគឺយើងដើរទិញតាមផ្ទះរបស់អ្នកភូមិចាអញ្ចឹងគឺយើងអត់សូវចំណាយលុយច្រើនទេគឺយើងព្យាយាមរករបស់អីដែលងាយរកនៅតាមតំបន់ដែលយើងចិញ្ចឹមអញ្ចឹងណាបងប្អូនហើយយើងធ្វើការដាក់ដំឡូងចូលមកទៀតចាសម្រាប់ដំឡូងនេះគឺជាដំឡូងមីដែលបងប្អូនភាគច្រើនគិតថាវាជាដំឡូងពុលអញ្ចឹងណាបងប្អូនដែលគេលក់ក្នុងតម្លៃធូរថ្លៃមែនតើដែលប្រជាកសិករយើងគាត់ចូលចិត្តដាំណាអញ្ចឹងសម្រាប់ដំឡូងនេះដែរគឺមុននឹងយើងយកមកលាយចំណីគឺយើងត្រូវហាវាឲ្យស្ងួតសិនបងប្អូនសាប់ហើយហាឲ្យស្ងួតរួចហើយបានយកមកកិនវាឲ្យម៉ត់ល្អិតបែបនេះរួចហើយបានបងប្អូនយកមកលាយជាចំណីសត្វបានណាបងប្អូនអញ្ចឹងអានេះគឺជួយកាត់បន្ថយដើមទុនបានច្រើនដោយសារតែវត្ថុធាតុផ្សំរបស់ចំណីសត្វរបស់ខ្ញុំហ្នឹងភាគច្រើនគឺខ្ញុំព្យាយាមរករបស់ដែលមាននៅក្នុងតំបន់ដែលខ្ញុំនៅមានណាបងប្អូនដើម្បីយើងជួយទិញកសិកររបស់ដែលយើងអត់មានខ្លួនឯងហ្នឹងគឺយើងជួយទិញកសិករអញ្ចឹងវាជួយបង្កើនចំណូលដល់កសិករអញ្ចឹងណាបងប្អូនអញ្ចឹងសួរថាបើសិនជាយើងចង់លាយរបស់ផ្សេងបានអត់ក្រៅពីនឹងអញ្ចឹងណាព្រោះវត្ថុធាតុដើមឬក៏វត្ថុធាតុផ្សំចំណីសត្វហ្នឹងគឺវាមានច្រើនដែរបានបងប្អូនបានដូចគ្នាគ្រាន់ថាបងប្អូនធ្វើម៉េចឲ្យរូបមន្តវាត្រូវនឹងតម្រូវការរបស់សត្វដែលយើងចិញ្ចឹមអញ្ចឹងណាប៉ុន្តែបើសម្រាប់ខ្ញុំជ្រើសរើសយកអ្វីដែលមាននៅតំបន់ដែលខ្ញុំមានស្រាប់ណាគឺជួយនៅក្នុងការកាត់បន្ថយដើមទុនយើងហើយជួយដល់កសិករផងដែរដើម្បីឲ្យគាត់ដូចថាមានចំណូលចូលអញ្ចឹងណាបងប្អូនរបស់ដែលគាត់មានយើងអត់មានអញ្ចឹងណាហើយអានេះគឺយើងបន្ថែមគឺបាយស្រាចូលទៅបងប្អូនពួកនេះដើម្បីបន្ថែមរសជាតិចាឲ្យជ្រូកហ្នឹងគឺកាន់តែចូលចិត្តស៊ីចាសម្រាប់បងប្អូនខ្លះគាត់ថាអត់មានបាយស្រាអញ្ចឹងអាចដាក់ទឹកបានប៉ុន្តែតាមដែលខ្ញុំសង្កេតមើលអញ្ចឹងណាគឺភាគច្រើនគឺជ្រូកចូលចិត្តស៊ីជាងពេលដែលយើងលាយបាយស្រាជាងទឹកអញ្ចឹងណាអញ្ចឹងពេលខ្លះយើងអាចគិតរូបមន្តចំណីសត្វទៅតាមចិត្តរបស់យើងទាំងចង់ដាក់អីប៉ុន្តែយើងត្រូវទី1ឲ្យត្រូវតាមរូបមន្តដែលតម្រូវការរបស់សត្វដែរហើយទី2គឺជ្រូកចូលចិត្តស៊ីដែរបងប្អូនពេលដាក់ចូលទៅមិនមែនថាយើងអត់ចង់ដាក់បាយស្រាតែយើងចង់ដាក់ទឹកប៉ុន្តែបើជ្រូកយើងអត់សូវស៊ីផងហ្នឹងតែបើសិនជាយើងដាក់បាយស្រាជ្រូកស៊ីជាងអញ្ចឹងយើងត្រូវរើសតាមតម្រូវការរបស់សត្វដែរព្រោះធម្មតាយើងចិញ្ចឹមសត្វយើងចង់បានផលមែនទេទៅធ្វើម៉េចឲ្យទៅវាស៊ីច្រើនអីច្រើនអញ្ចឹងហើយយើងពិនិត្យមើលទៅការលូតលាស់របស់វាសុខភាពរបស់វាអញ្ចឹងណាបងប្អូននេះគឺជាសកម្មភាពដែលយើងឲ្យចំណីជ្រូកចានេះបងប្អូនឃើញទេចាឃើញវាស៊ីហ៎ប្រឡាក់មុខអស់ចា